ខ្ញុំសូមអំពាវនាវសូមបន្តការគ្រប់គ្រងនិងការរួមគ្នាដើម្បីលើកទឹកចិត្តកងកម្លាំងរបស់យើងហើយពេលជាមួយគ្នាក៏ខ្ញុំសូមអំពាវនាវសារជាថ្មីចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួនមិនទោះជាមាននិន្នាការណាក៏ដោយសូមកុំធ្វើសកម្មភាពណាដែលប៉ះពាល់ទៅដល់ទឹកចិត្តរបស់កម្ពុជារបស់យើងពេលនេះជាពេលដែលប្រទេសជាតិរបស់យើងទាំងមូលត្រូវរួមគ្នាដើម្បីត្រៀមលក្ខណៈការពារជាតិការពារបូរណភាពទឹកដីរបស់យើងជាពិសេសរួមគ្នានៅក្រោយកងទ័ពរបស់យើងដើម្បីការពារទឹកដីនេះគឺជាពេលវេលាដែលសមហេតុជាពិសេសរឿងនយោបាយរឿងភាពខុសគ្នាយើងនិយាយពេលផ្សេងប៉ុន្តែនិយាយអ្វីដែលប៉ះពាល់ដល់ទឹកចិត្តនិងស្មារតីការពារទឹកចិត្តរបស់ទឹកដីរបស់បងប្អូនសូមលុបទៅបាទមិនមែនពេលចំណេញគេចំណេញនយោបាយផ្ទៃក្នុងប្រឆាំងគ្នាឯងនោះទេប៉ុន្តែជាការមូលមតិគ្នាមូលចិត្តមូលគំនិតរួមគ្នាព្រោះអ្វីដែលជាហានិភ័យគឺទឹកដីនិងជីវិតកងទ័ពរបស់យើងចឹងក្នុងន័យនេះខ្ញុំសូមសារជាថ្មីអរគុណទៅដល់ប្រជាពលរដ្ឋយើងទូទាំងប្រទេសហើយក៏សូមអំពាវនាវបន្តគ្រប់គ្រងលើកទឹកចិត្តដល់កងទ័ពរបស់យើងតទៅទៀតនេះគឺជាការអំពាវនាវរបស់ខ្ញុំសូមអរគុណ